បើសិនជាអាចបដូរពេលវេលាឲ្យថយក្រោយបានខ្ញុំមិនដឹងថាខ្ញុំគួរធ្វើអំបិលម្ទេសអំបិលម្រេចមកមុខនេះអត់ទេបងប្អូនគ្នាសំខាន់ល្បិញជួចិត្តខ្លាំងណាស់សំខាន់នេះបងប្អូនគ្នាទៅលើខ្ញុំវាខ្នាញ់និយាយពីខ្នាញ់នឹងអាជីពុកខ្ញុំនឹងវាល្អពេកខ្ញុំឃើញគេធ្វើអំបិលម្រេចខៀវខ្ញុំក៏សម្រេចចិត្តថាថ្ងៃនេះខ្ញុំធ្វើដែរហើយយកមកកិនចំអាម៉ាស៊ីនកិនយើងនឹងវាកិនវាមិនសូវម៉ត់ដូចម៉ាស៊ីនរបស់គេបងប្អូនគ្នាមុនដំបូងខ្ញុំដាក់ជីចូលបន្តមកខ្ញុំដាក់ខ្ទឹមពេលខ្ញុំដាក់ខ្ទឹមកិនចូលគ្នាម៉ត់ហើយបាទខ្ញុំចាប់ដើមយកវាមកលីងឲ្យវាស្ងួតពេលយើងលីងដំបូងនេះវាពណ៌ខៀវនៅឡើយទេស្អាតតែពេលលីងរៀងស្ងួតទៅបាទខ្ញុំដាក់អំបិលហ្នឹងបងប្អូនគ្នាមើលពណ៌វារៀងប្រែទៅជាកម្ៅហើយខ្ញុំដាក់ម្រេចចូលទៅទៀតពេលដែលយើងបើកភ្លើងតិចលីងទៅលីងមកចឹងថាវាដុំជាប់គ្នាហ្មងដល់ពេលយើងទៅខ្ញុំយកទៅកិនពេលខ្ញុំលីងវារៀងស្ងួតទៅខ្ញុំយកទៅកិនហើយយកមិនលីងទៀតលីងហើយទៅកិនទៀតទ្រាំទៅថាអាចរៀងស្ងួតបានប៉ុណ្ណឹងបងប្អូនគ្នាហើយបានខ្ញុំយកទៅកិនម្ដងទៀតហើយលីងវាឲ្យស្ងួតរើងហើយខ្ញុំរែងយកអាតសៃជីចេញអាតសៃជីហ្នឹងវានៅមានតសៃបានរះអាហ្នឹងរែងហ្នឹងចេញម្ដងទៀតហើយបានចាប់ផ្ដើមយកទៅកិនម្ដងទៀតដាក់ប៊ីចេងហើយនឹងស្ករបន្ថែមប៉ុន្តែបើនិយាយពីរសជាតិវិញបងប្អូនគ្នាអើយឆ្ងាញ់ណាស់និយាយពីថាឆ្ងាញ់សាហាវហ្មងប៉ុន្តែវិធីធ្វើវិញខ្ញុំចង់និយាយថាចង់2ម៉ោងគាត់មកធ្វើបំរិចមកមុខនឹងឯងធ្វើឲ្យអត់មានពងទាកូនញ៉ាំជាមួយដោយសារតែញ៉ាំបាយឆ្អែតអញ្ចឹងស្អែកចាំមានពងទាកូនចាំសាកច្បាច់ដូចឆ្មាសាកមើលតើពណ៌វាខៀវដូចរបស់គេធ្វើអត់តែសំខាន់រសជាតិវិញអូបងប្អូនគ្នាឆ្ងាញ់ខ្លាំងណាស់និយាយពីឈ្ងុយ